ចាជំរាបសួរបងប្អូនអរគ្នាចឹងថ្ងៃនេះចង់ចែករំលែកពីវិធីបត់ផ្ការំដួលដើម្បីទុកសែនចូលឆ្នាំខ្មែរខាងមុខនេះចាជាដំបូងបងប្អូនត្រូវមានកระดาษបត់ផ្កាពីរពណ៌គឺពណ៌លឿងហើយនិងពណ៌ខៀវដើម្បីយើងធ្វើស្លឹកចឹងណាចាហើយនឹងគ្រាប់សម្រាប់ដាក់បដូរផ្ការំដួលហើយនឹងស្កុតសម្រាប់បាំងហើយនឹងដើមហើយនឹងលួសសម្រាប់យើងធ្វើដើមចឹងណាបងប្អូនចាហើយត្រៀមក្រៃហើយនឹងខ្សែបត់សម្រាប់ចងដែរចាអញ្ចឹងដំបូងយើងយកกระดาษនេះបត់ទី2វាហើយយើងឲ្យវាកាច់វារៀងចូលគ្នាបន្តិចមកចាំបន្ទាប់មកយើងបត់បងប្អូនអាចបត់តាមដៃបងប្អូនទៅខាងឆ្វេងក្បាលស្ដាំក្បាលឲ្យទៅត្រូវដៃស្អាតចាហើយបន្ទាប់មកយើងសេរីវាទុកវាឲ្យវាចេញរៀងបែបនេះមកចាអញ្ចឹងយើងធ្វើអញ្ចឹងទុកឲ្យបានច្រើនសិនចាហើយសម្រាប់กระดาษបត់ស្លឹកនេះបងប្អូនអាចធ្វើតាមរបៀបខ្ញុំក៏បានចាវាងាយស្រួលអញ្ចឹងណាចាកុំគុំតិចមកហើយយើងកាត់វាឲ្យចេញរៀងស្លឹកឈើមកចាប៉ុណ្ណឹងរួចរាល់បងប្អូនចាអញ្ចឹងហើយនៅពេលដែលយើងបត់វាបានច្រើនហើយយើងចាប់ផ្ដើមគុំវាចាយកលួសហ្នឹងដោតក្នុងស្នោហ្នឹងមកហើយយើងយកស្លឹកតែដែលយើងបានបត់បានរំហុំវាស្អាតអញ្ចឹងណាអុំចូលគ្នាហើយយើងមើលថាវាចិត្តល្អហើយនៅអញ្ចឹងយើងយកមកចាប់ផ្ដើមចងវាចាអញ្ចឹងបន្ទាប់ពីយើងរុំវារៀងចុះហើយយើងចាប់ផ្ដើមយកស្លឹកផ្កាដែលយើងបត់បានហ្នឹងយើងយកមកផ្គុំវាម្ដងចាហើយយើងធ្វើការរុំបោះទៀតដើម្បីវាជាប់ល្អអញ្ចឹងបងប្អូនចាអញ្ចឹងក្នុងផ្កាមុខនេះគឺយើងដាក់តែ3ស្ទាប់ទេដោយសារផ្ការំដួលគឺមានតែ3ស្ទាប់ទេបងប្អូនចាបងប្អូនរុំស្អាតហើយអញ្ចឹងយើងចាប់ផ្ដើមកាត់មែកវាមកល្មមបានបងប្អូនចាបន្ទាប់មកយើងចាប់ផ្ដើមហែកវាឲ្យឃើញរីកល្អអញ្ចឹងណាចាអញ្ចឹងបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមរុំដើមវាចាអញ្ចឹងបងប្អូនរុំដើមវាគឺតំស្រេវាឲ្យជាប់ពីគល់ទៅបងប្អូនរុំវាអញ្ចឹងទៅមកយើងចាប់ផ្ដើមធ្វើការដាក់ស្លឹកវាយើងអាចដាក់2ក្បាលឬក៏3ក្បាលណាបងប្អូនចាវាដាក់គឺដូចខ្ញុំបានបង្ហាញអញ្ចឹងយើងរុំបដាយើងលួចដាក់ស្លឹកវាតាមស្កុតដែលយើងរុំដើមហ្នឹងណាចាអញ្ចឹងបងប្អូនបន្ទាប់ពីរុំដើមវាបានស្អាតហើយយើងហែកស្លឹកវាហើយនឹងផ្កាហ្នឹងឲ្យចេញរាងស្អាតមកចាអញ្ចឹងបន្តមកទៀតយើងមកធ្វើផ្ការាងកំពុងអ៊ីនថងចាវិធីធ្វើវាក៏ដូចតែផ្ការំដួលរិចដែរយើងគ្រាន់តែដោតស្នោហ្នឹងមកបន្តមកយើងបត់បដូរវាមកគ្រាន់ថាយើងអត់ត្រូវការដាក់ស្ទាប់វាទេដោយសារវាជារូបរាងផ្កាកំពុងអញ្ចឹងណាបងប្អូនចាយើងបត់វាស្អាតទាំងមករុំខ្សែបោះចាហើយបន្តមកទៀតយើងរុំវាស្អាតហើយយើងយកកន្ត្រៃមកកាត់មែកវាមកល្មមឃើញស្អាតអញ្ចឹងណាបងប្អូនកាត់ដូចក្នុងវីដេអូខ្ញុំបង្ហាញអញ្ចឹងចាអញ្ចឹងក្នុងមួយដើមខ្ញុំអាចដាក់ផ្ការិច2ហើយនិងផ្កាកំពុងនឹង3ចាហើយវិធីរុំមែកវាក៏ដូចតែរុំផ្កាដែរបងប្អូនចាយើងចាប់ផ្ដើមល្មូវាពីគល់មកឲ្យស្អាតដល់ចុងអញ្ចឹងណាចាអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមធ្វើការផ្គុំដើមវាចូលគ្នាចាអញ្ចឹងយើងយកដើមលូធំហ្នឹងហើយរុំយកស្កុតមករុំវាឲ្យវាកុំឲ្យឃើញដៃអញ្ចឹងណាចាដើម្បីយើងបន្តភ្ជាប់ជាមួយនឹងផ្ការំដួលយើងយកផ្កាណាដែលធំរីកស្អាតហ្នឹងមកយើងដាក់លើគេមកហើយយើងចាប់ផ្ដើមរុំដើមវាបងប្អូនចាអញ្ចឹងបងប្អូនរុំជាបន្តមកអញ្ចឹងយើងដាក់ផ្កា2ហើយនឹងកំប៉ុង3ដើម្បីមើលទៅឃើញដើមយើងមានផ្កាញឹកស្អាតអញ្ចឹងណាបងប្អូនពេលយើងដាក់ធូរទៅក៏ឃើញស្អាតដែរអញ្ចឹងចាហើយផ្កានេះយើងអាចកាត់ពុតវាឲ្យបានតាមចំណង់ចិត្តបងប្អូនស្រឡាញ់បែបម៉េចអញ្ចឹងណាចាអញ្ចឹងក៏រួចរាល់ហើយអរគុណសម្រាប់ការទស្សនាសូមជួយចុច like ឬ share ផងបងប្អូនពេញចិត្តវីដេអូនេះចាហើយក៏ជូនពរបងប្អូនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះសូមអរគុណចាទទួលទានមានបានធ្វើដំណើរឲ្យសុខសុខសុខភាពទាំងអស់គ្នាចាអរគុណ